បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញពីសំណួរមួយដែលមានគ្នាយើងមួយចំនួនគាត់ឆាតមកខ្ញុំ direct ទាក់ទងជាមួយនឹងថាហេតុអីបានយើងត្រូវការ VPN remote access ហេតុអីបានយើងត្រូវការ VPN side to side ហើយអ្នកខ្លះក៏ថាបើមាន VPN remote access ហើយហេតុអីបានជាចាំបាច់ remote ធ្វើទៅលើ VPN side to side ធ្វើអីឬក៏ពេលខ្លះគាត់ឆ្ងល់ថាចុះបើមាន side to side ហើយចាំបាច់ធ្វើ remote access ធ្វើអីចឹងមុនទៅដល់ចំណុចហ្នឹងគឺអ្នកនរគ្នាត្រូវយល់ឲ្យច្បាស់សិនថាតើ VPN ជាអីណា VPN មកពាក្យថា Virtual Private Network អញ្ចឹងវាជាធម្មតាទេអានេះគឺសម្រាប់ឲ្យយើង secure access ទៅលើ data របស់យើងនៅពេលដែលអ្នកនរគ្នាចង់ remote ឬក៏ចង់ធ្វើការ access ចូលមកកាន់ data server របស់យើងអីជាដើមណាអូខេអញ្ចឹងខ្ញុំធ្វើការ demo អ្នកនរគ្នាបន្តិចនៅក្នុង lab មួយនេះខ្ញុំបានធ្វើអញ្ចឹង lab មួយនេះគឺជា lab ដែលខ្ញុំបានបរៀនទេអញ្ចឹងអ្នកដែលចង់ចាប់អារម្មណ៍រៀនអាចទាក់ទងមកខ្ញុំបានណាខ្ញុំបរៀន online អូខេអញ្ចឹងនៅក្នុងនេះខ្ញុំមាន server មាន head office របស់យើងមានប្រព័ន្ធ server របស់យើង192.168ណានេះ192.168.100អញ្ចឹងគឺជា LAN server របស់យើងអញ្ចឹងខ្ញុំមាន2 VPN remote ផងហើយនិង side to side ផងចឹងជាធម្មតាទេយើងត្រូវយល់ថាតើ side to side ធ្វើដើម្បីអីចឹង side to side ធ្វើដើម្បីឲ្យពីនៅពេលដែលក្រុមហ៊ុនមួយមានសាខាច្រើនសាខា4 5ឬក៏សាខា2 3អីពីរឡើងអីទៅគឺជាធ្វើ side to side ហើយដើម្បីអីដើម្បីឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនដែលនៅសាខាហ្នឹងគាត់អាច access មកកាន់ server ហ្នឹងបាន server ហ្នឹងសំដៅទៅលើអី data ទាំងការ access ទៅលើ Tricia ទាំងការ access ទៅលើ web base ទៅលើ system របស់គាត់ជាប្រភេទ web base ឬក៏ system អីផ្សេងៗដែលមក store data របស់គាត់នៅក្នុង server នេះអូខេអញ្ចឹងគេហៅថា side to side អញ្ចឹង side to side វាអត់មានអីពិបាកទេគឺ user របស់យើង connect ទៅ internet អាហ្នឹងគឺអាច access មកកាន់ IP local ហ្នឹងបានហើយអញ្ចឹង side to side គោលដៅគឺចង់ឲ្យ local IP ហ្នឹងអាចទាក់ទងគ្នាបាន communicate គ្នាបានអាចឲ្យ50ហ្នឹងទាក់ទងមកកាន់100បានណាអូខេហ្នឹងទី1ចាំមានអ្នកខ្លះគាត់សួរទៀតថាចុះបើមាន side to side ហើយហេតុអីបានចាំបាច់ remote ចឹងអ្នកនរគ្នាត្រូវយល់ថាតើ VPN remote ធ្វើដើម្បីអីឧទាហរណ៍ថានៅពេលដែលបុគ្គលិករបស់អ្នកនរគ្នាចេញទៅធ្វើ sale marketing ឬក៏គាត់ទៅលក់ហើយក៏ត្រូវការដាក់ data ឬក៏បញ្ចូលទៅក្នុង system របស់អ្នកនរគ្នាហើយ system របស់អ្នកនរគ្នា access បានតែ local ទេ access អនុញ្ញាតបានតែត្រឹម private IP ហ្នឹងទេអញ្ចឹងដើម្បីឲ្យបុគ្គលិកដែលចេញទៅក្រៅនោះគាត់ access ទៅកាន់ internet ណាមួយហើយគាត់ធ្វើការភ្ជាប់មកកាន់ system ហ្នឹងហើយ access តាម local IP ហ្នឹងបានចឹងអាហ្នឹងគេហៅ remote access ចឹងសួរ remote access ចាំបាច់ទេចាំបាច់បើសិនជាក្រុមហ៊ុនត្រូវការអញ្ចឹងត្រូវការឲ្យបុគ្គលិកអ្នកផ្សេងឲ្យទៅចេញប្រើប្រាស់អ៊ីនធឺណិតបានគឺត្រូវការ upload data អីឬក៏បញ្ចូលទិន្នន័យអីនៅក្នុង server ហ្នឹងបានណាបញ្ចូលកន្លែងហ្នឹងអូខេតោះខ្ញុំធ្វើការ demo នេះតោះគ្នាមើលចឹងបច្ចុប្បន្នខ្ញុំមាន server ខ្ញុំមាន FortiGate មួយចឹងខ្ញុំបាន configure អស់ហើយខ្ញុំគ្រាន់តែ demo នេះតោះគ្នាមើលទេអូខេចឹង FortiGate របស់យើង168.235នេះគឺជា FortiGate នៅ AQ របស់យើងណាអូខេ admin ណាអូខេចឹងគឺជា FortiGate នៅ side AQ របស់យើងអូខេ side AQ របស់យើងនេះចឹង AQ របស់យើងខ្ញុំចាប់ផ្ដើមធ្វើការចឹងនៅពេលដែលclient របស់ខ្ញុំនេះ client របស់ខ្ញុំនេះណាអូខេ client របស់យើងឬក៏បុគ្គលិកដែលនៅតាមខេត្តបន្ទាយមានជ័យឧទាហរណ៍នៅបន្ទាយមានជ័យគាត់ធ្វើការ access មកកាន់8.100.2អូខេខ្ញុំ IP DHCP ខ្ញុំ check មួយសិនខ្ញុំដើម្បីទាញ IP មកអូខេហើយមកខ្ញុំអត់តាមបានទាញជាងវាអត់តាមដែរទេអូខេចឹងវាដែរហើយនេះចឹងយើងមក view មកចឹងនៅពេលដែល client របស់យើងចាប់ផ្ដើម access មកកាន់ server អីគឺអានេះវាធ្វើការ up automatic ចឹងអត់ចាំបាច់វាយ username password ទេឲ្យតែបុគ្គលិករបស់យើងមានអ៊ីនធឺណិតភ្ជាប់អ៊ីនធឺណិតគឺអាច access មកកាន់ IP នឹងបានអូតូម៉ាទិកហ្នឹងគឺ side to side ប៉ុន្តែហើយ side to side គឺ
បានតែអ៊ីនធឺណិតនៅសាខាហ្នឹងទេចុះបើសិនគាត់ដកម៉ាស៊ីនហ្នឹងទៅភ្ជាប់ជាមួយនឹងអ៊ីនធឺណិតកាហ្វេអត់ដែរទេអញ្ចឹងដើម្បីឲ្យនៅពេលដែលបុគ្គលិកជាងគាត់ចេញទៅក្រៅហ្នឹងគាត់ទៅញ៉ាំកាហ្វេគាត់ទៅអីក៏ចង់ access មកកាន់ហ្នឹងគេហៅ remote client ចុះ remote access អូខេតោះនេះចូលមកកាន់ remote access ចុះ remote access នេះវាអាប់ស្រាប់ហើយនេះឃើញទេវាកំពុងតែដំណើរការអញ្ចឹងមាន user ម្នាក់វាកំពុងតែភ្ជាប់មកអញ្ចឹងយើងសាក ping មកកាន់ឃើញទេ ping មកកាន់ IP server របស់យើងនេះវាស្គាល់គ្នានេះច្បាស់ជាស្គាល់ដោយសារអីវាប្រើប្រាស់ VPN remote access អញ្ចឹងគាត់ទៅប្រើប្រាស់គាត់ទៅចិនទៅវៀតណាមទៅហុងកុងទៅអីចឹងគាត់នៅតែអាច access ដោយគាត់មកអង្គុយ office ផឹកញ៉ាំអីដូចយើងដូចគ្នាអញ្ចឹងលក្ខណៈ VPN side to side VPN remote access គឺវាធ្វើការបែបហ្នឹងចឹងសួរថាតើត្រូវការប្រើទាំងពីរស៊ីសងលើអ្នកទាំងអស់គ្នាទេក្រុមហ៊ុនត្រូវការយ៉ាងម៉េចណាអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាអ្នកដែលចាប់អារម្មណ៍រៀនអាចទាក់ទងខ្ញុំបានណាខ្ញុំអាចនឹងបើកខែក្រោយមួយទៀតអាចថាមួយខែទៀតបានខ្ញុំបញ្ចប់វគ្គក្រោយហ្នឹងអរគុណអ្នកនរគ្នា